ក្នុងទំព័រប្រវត្តិសាស្ត្រពិភពលោកនិងភូមិសាស្ត្រនយោបាយមានមេដឹកនាំតិចតួចណាស់ដែលមានដំណើរជីវិតគួរឲ្យភ្ញាក់ផ្អើលដោយលោក Volodymyr Zelensky ស្វាគមន៍បងប្អូនមកកាន់ podcast បុគ្គលល្បីៗដែលតែងតែនាំមកជូននៅខ្លឹមសារអប់រំនិងការវិភាគស៊ីជម្រៅអំពីប្រវត្តិសាស្ត្រនៃបុគ្គលល្បីៗជុំវិញពិភពលោកថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅស្វែងយល់ពីបុរសម្នាក់ដែលបានបំផ្លាញខ្លួនពីតារាសម្ដែងនិងតារាកំប្លែងជនជាតិអ៊ុយក្រែនទៅជាប្រធានាធិបតីពិតប្រាកដក្នុងឆ្នាំ2019អ្វីដែលធ្លាប់ជារឿងប្រឌិតនៅក្នុងខ្សែភាពយន្តទូរទស្សន៍អ្នកបម្រើប្រជាជនដែលមានចំណងជាភាសាអង់គ្លេស Seven of the People ដែលលោកដើរតួជាគ្រូបង្រៀនប្រវត្តិសាស្ត្រហើយក្លាយជាមេដឹកនាំកំពូលដោយចៃដន្យនោះបានលេចចេញជារូបរាងពិតប្រាកដក្នុងឆាកនយោបាយជាមួយនឹងការគ្រប់គ្រងយ៉ាងភ្លុកទឹកភ្លុកដីគ្មាននរណាម្នាក់នឹកស្មានដល់ឡើយថាអតីតនិស្សិតច្បាប់និងក៏ជាអ្នកបង្កើតផលិតកម្មខុសតាល់95រូបនេះនឹងក្លាយជានិមិត្តរូបសកលនៃភាពធន់និងការការពារលទ្ធិប្រជាធិបតេយ្យក្នុងការដឹកនាំប្រទេសឆ្លងកាត់ភ្លើងសង្គ្រាមដ៏លំបាកបំផុតនោះទេតើកុមារាដែលធ្លាប់រស់នៅប្រទេសម៉ុងហ្គូលីនិងជាយុវជនដែលគ្មានបទពិសោធន៍នយោបាយសោះមានប្រវត្តិជូរចត់និងឆ្លងកាត់ឧបសគ្គអ្វីខ្លះមុននឹងឈានដល់កំពូលនៃឆាកនយោបាយអន្តរជាតិសូមតាមដានខ្លឹមសារលម្អិតនៃជីវប្រវត្តិរបស់លោកដូចតទៅនេះមុននឹងចូលដល់ប្រធានបទសូមបងប្អូនជួយចុច like និង subscribe ដើម្បីជាកម្លាំងចិត្តដល់ admin ក្នុងការធ្វើវីដេអូបន្តទៀតលោក Volodymyr Zelensky គឺជាតារាសម្ដែងនិងជាតារាកំប្លែងជនជាតិអ៊ុយក្រែនដែលត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនក្នុងឆ្នាំ2019ទោះបីជាលោកជាអ្នកថ្មីថ្មោងក្នុងវិស័យនយោបាយក៏ដោយប៉ុន្តែគោលនយោបាយប្រឆាំងអំពើពុករលួយរបស់លោកបានធ្វើឲ្យលោកទទួលបានការគាំទ្រយ៉ាងទូលំទូលាយហើយចំនួនអ្នកតាមដានយ៉ាងច្រើនតាមប្រព័ន្ធអ៊ីនធឺណិតបានប្រែក្លាយទៅជាមូលដ្ឋានឆ្នោតដ៏រឹងមាំលោកបានទទួលជ័យជំនះយ៉ាងភ្លុកទឹកភ្លុកដីទៅលើលោក Petro Poroshenko ដែលជាប្រធានាធិបតីកាន់អំណាចនៅក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី2ក្នុងឆ្នាំ2019សូមបញ្ជាក់ថាលោក Petro Poroshenko គឺជាអតីតប្រធានាធិបតីប្រទេសអ៊ុយក្រែនកាន់តំណែងពីឆ្នាំ2014ដល់2019អញ្ចឹងមានន័យថាលោក Zelensky គាត់ឈ្នះឆ្នោតលោក Poroshenko នៅក្នុងឆ្នាំ2019ការដឹកនាំរបស់ប្រធានាធិបតី Volodymyr Zelensky ក្នុងអំឡុងពេលនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានធ្វើឲ្យលោកទទួលបានការកោតសរសើរយ៉ាងខ្លាំងពីជុំវិញពិភពលោកមុនឡើងកាន់តំណែងជាប្រធានាធិបតីលោកត្រូវបានគេស្គាល់តាមរយៈវិស័យសិល្បៈជាពិសេសលោកត្រូវបានគេស្គាល់កាន់តែច្បាស់តាមរយៈការសម្ដែងក្នុងរឿងភាគទូរទស្សន៍ដ៏ល្បីល្បាញមួយដែលមានចំណងជើងថាអ្នកបម្រើប្រជាជនដែលក្នុងរឿងនោះលោកសម្ដែងជាតួគ្រូបង្រៀនប្រវត្តិវិទ្យាម្នាក់ដែលបានក្លាយជាប្រធានាធិបតីដ៏ចៃដន្យក្នុងឆ្នាំ2019រឿងរ៉ាវក្នុងភាពយន្តបានក្លាយជាការពិតនៅពេលដែលលោកបានឈ្នះឆ្នោតក្លាយជាប្រធានាធិបតីពិតប្រាកដរបស់អ៊ុយក្រែនជាមួយនឹងសម្លេងគាំទ្រយ៉ាងច្រើនលើសលប់បច្ចុប្បន្នលោកត្រូវបានពិភពលោកទទួលស្គាល់ថាជានិមិត្តរូបនៃភាពធន់និងការការពារលទ្ធិប្រជាធិបតេយ្យ
តាមរយៈការបដិសេធមិនព្រមចាកចេញពីទីក្រុងគៀនិងការបន្តឈរជើងដឹកនាំប្រទេសក្នុងស្ថានភាពសង្គ្រាមដ៏លំបាកបំផុតសម្រាប់ប្រវត្តិគ្រួសារនិងប្រវត្តិការសិក្សារបស់លោក Zelensky វិញលោក Volodymyr Zelensky ចាប់កំណើតនៅថ្ងៃទី25ខែមករាឆ្នាំ1978នៅទីក្រុង Kryvyi Rih ប្រទេសអ៊ុយក្រែននៃសហភាពសូវៀតហើយបច្ចុប្បន្នទីក្រុងមួយនេះស្ថិតនៅក្នុងប្រទេសអ៊ុយក្រែនលោក Zelensky មានឪពុកឈ្មោះ Alexander Zelensky គឺជាអ្នកប្រាជ្ញនិងជាសាស្ត្រាចារ្យដ៏ល្បីល្បាញម្នាក់ដែលកាន់តំណែងជាប្រធានផ្នែកព័ត៌មានវិទ្យានិងបច្ចេកវិទ្យាកុំព្យូទ័រនៅវិទ្យាស្ថានសេដ្ឋកិច្ច Kryvyi Rih ដែលជាសាខារបស់សាកលវិទ្យាល័យជាតិសេដ្ឋកិច្ចគៀលោកគឺជាបណ្ឌិតផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាដែលបានចំណាយពេលច្រើនឆ្នាំធ្វើការនៅក្នុងទីក្រុង Erdenet ប្រទេសម៉ុងហ្គូលីក្នុងគម្រោងសាងសង់រោងចក្រមុនពេលត្រឡប់មកប្រទេសអ៊ុយក្រែនវិញលោក Volodymyr Zelensky ក៏មានម្ដាយឈ្មោះថា Rima Zelenska គាត់គឺជាអតីតវិស្វករម្នាក់ប៉ុន្តែលោកស្រីបានចំណាយពេលភាគច្រើនដើម្បីមើលថែទាំគ្រួសារនិងគាំទ្រការសិក្សារបស់កូនប្រុសព័ត៌មានដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺលោក Zelensky គឺជាកូនទោលពលគឺជាកូនតែម្នាក់គត់នៅក្នុងគ្រួសារលោកបានធំធាត់ឡើងក្រោមការមើលថែនិងការយកចិត្តទុកដាក់យ៉ាងខ្លាំងពីឪពុកម្ដាយរបស់លោកនៅក្នុងទីក្រុង Kryvyi Rih ប្រវត្តិសិក្សារបស់លោក Volodymyr Zelensky នៅថ្នាក់បឋមសិក្សាមានលក្ខណៈពិសេសបន្តិចដោយសារលោកបានចំណាយពេលរស់នៅនិងរៀនសូត្រក្នុងប្រទេសចំនួន2គឺម៉ុងហ្គូលីនិងអ៊ុយក្រែនកាលពីក្មេងលោកបានផ្លាស់ទៅរស់នៅក្នុងទីក្រុង Erdenet ប្រទេសម៉ុងហ្គូលីជាមួយគ្រួសារដោយសារឪពុករបស់លោកត្រូវបានបញ្ជូនទៅធ្វើការជាអ្នកជំនួញក្នុងគម្រោងរ៉ែទងដែងដ៏ធំមួយនៅទីនោះលោកបានចាប់ផ្ដើមចូលរៀនថ្នាក់ដំបូងនៅទីនោះដែលពេលនោះលោកក៏បានរៀននិយាយភាសាម៉ុងហ្គូលីខ្លះៗផងដែរប៉ុន្តែក្រោយមកលោកបានភ្លេចទៅវិញស្ទើរតែទាំងអស់បន្ទាប់ពីត្រឡប់មកស្រុកកំណើតវិញក្រោយពេលចំណាយពេលរស់នៅនិងរៀនសូត្រនៅទីនោះអស់រយៈពេល4ឆ្នាំបន្ទាប់ពីបញ្ចប់បេសកកម្មការងាររបស់ឪពុកលោកបានត្រឡប់មកកាន់ទីក្រុង Kryvyi Rih វិញដើម្បីបន្តការសិក្សាដែលទីក្រុង Kryvyi Rih នៅពេលនោះកំពុងស្ថិតក្នុងសហភាពសូវៀតនៅឡើយលោកបានចូលរៀននៅសាលាលេខ95ដែលជាសាលារៀនមួយមានកម្រិតសិក្សាខ្ពស់និងល្បីល្បាញនៅក្នុងតំបន់នោះលោក Volodymyr Zelensky ត្រូវបានគេស្គាល់ថាជាសិស្សដែលរៀនពូកែនិងមានភាពសកម្មក្នុងសកម្មភាពសាលាតាំងពីក្មេងមកលោកមានចំណូលចិត្តខ្លាំងលើវិស័យសិល្បៈការសម្ដែងនិងតន្ត្រីលោកធ្លាប់បានចូលរៀនថ្នាក់ព្យ៉ាណូនិងចូលរួមក្នុងក្រុមសម្ដែងផ្សេងៗតាំងពីនៅបឋមសិក្សាដោយសារធំដឹងក្តីក្នុងសម័យកាលនោះលោកអាចប្រើប្រាស់បានទាំងស្ទាត់ជំនាញទាំងភាសារុស្ស៊ីនិងភាសាអ៊ុយក្រែនតាំងពីវ័យក្មេងជារួមថ្នាក់បឋមសិក្សារបស់លោក Volodymyr Zelensky គឺជាគ្រឹះដ៏សំខាន់ដែលបង្ហាញឲ្យយើងឃើញនូវភាពឆ្លាតវៃនិងទេពកោសល្យផ្នែកទំនាក់ទំនងរបស់លោកដែលបានជួយឲ្យលោកទទួលបានជោគជ័យក្នុងវិស័យសិល្បៈនិងនយោបាយនាពេលក្រោយមកទោះបីជាលោកមានភាពល្បីល្បាញខាងផ្នែកកំប្លែងនិងការសម្ដែងក៏ដោយប៉ុន្តែជំនាញដែលលោកបានរៀននៅសាកលវិទ្យាល័យគឺផ្នែកច្បាប់
លោកបានចាប់ផ្ដើមចូលរៀននៅពាក់កណ្ដាលសតវត្សឆ្នាំ1909និងបានបញ្ចប់ការសិក្សាទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកច្បាប់នៅឆ្នាំ2000ទោះបីជារៀនច្បាប់ប៉ុន្តែលោកបានចំណាយពេលភាគច្រើនចូលរួមក្នុងសកម្មភាពសិល្បៈលោកបានបង្កើតក្រុមតារាកំប្លែងនិងចូលរួមប្រកួតក្នុងកម្មវិធីកំប្លែងដ៏ល្បីល្បាញក្នុងតំបន់អតីតសហភាពសូវៀតតាំងពីនៅជានិស្សិតលោក Volodymyr Zelensky មានភរិយាឈ្មោះ Olena Zelenska គាត់គឺជាស្ថាបត្យករម្នាក់ប៉ុន្តែបានបដូរអាជីពមកជាអ្នកសរសេរអត្ថបទឲ្យផលិតកម្ម Quartal 95 វិញលោកនិងលោកស្រី Olena Zelenska ពីរនាក់ហ្នឹងគឺជាមិត្តរួមសាលានឹងគ្នាប៉ុន្តែបានចាប់ផ្ដើមស្វែងយល់ចិត្តគ្នានៅសាកលវិទ្យាល័យអ្នកទាំងពីរបានរៀបការជាមួយគ្នានៅឆ្នាំ2003បន្ទាប់ពីមើលចិត្តគ្នាអស់រយៈពេល8ឆ្នាំចាប់តាំងពីមានសង្គ្រាមមកលោកស្រីបានដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកជំនួយមនុស្សធម៌ពីអន្តរជាតិនិងផ្ដោតខ្លាំងលើសុខភាពផ្លូវចិត្តរបស់ប្រជាជនអ៊ុយក្រែនលោកនិងលោកស្រីមានកូនចំនួន2នាក់ដែលកូនស្រីទី1មានឈ្មោះថា Olexandra Zelenska ចាប់កំណើតឆ្នាំ2004បច្ចុប្បន្នជាយុវតីនាងធ្លាប់បានចូលរួមសម្ដែងក្នុងខ្សែភាពយន្តជាមួយឪពុកកាលនៅពីក្មេងប៉ុន្តែបច្ចុប្បន្ននាងរស់នៅយ៉ាងសាមញ្ញនិងបន្តការសិក្សានៅក្នុងប្រទេសអ៊ុយក្រែនបើទោះបីជាមានស្ថានភាពសង្គ្រាមក៏ដោយចំណែកឯកូនប្រុសទី2មានឈ្មោះថា Kirilo Zelensky ចាប់កំណើតនៅឆ្នាំ2013បច្ចុប្បន្នជាកុមារលោក Volodymyr Zelensky ធ្លាប់បានរៀបរាប់ថាកូនប្រុសរបស់លោកយល់ដឹងច្រើនពីស្ថានភាពសង្គ្រាមនិងតែងតែសួរសំណួរទាក់ទងនឹងយុទ្ធសាស្ត្រយោធានិងការការពារប្រទេសយើងចូលមកដល់ចំណុចបទពិសោធន៍ការងាររបស់លោក Zelensky វិញបើទោះបីជាលោក Volodymyr Zelensky បានបញ្ចប់ការសិក្សាថ្នាក់បញ្ញាបត្រផ្នែកច្បាប់ប៉ុន្តែលោកមិនដែលបានប្រកបមុខវិជ្ជាជាមេធាវីឬការងារផ្នែកច្បាប់នោះទេដោយសារលោកមានចំណង់ចំណូលចិត្តលើផ្នែកសិល្បៈខ្លាំងជាងលោកបានចាប់ផ្ដើមអាជីពជាអ្នកសម្ដែងរឿងកំប្លែងតាំងពីវ័យ17ឆ្នាំដោយបានចូលរួមក្នុងក្រុមអ្នកកំប្លែង KVN ក្នុងកម្មវិធីប្រកួតកំប្លែងដ៏ល្បីក្នុងតំបន់អតីតសហភាពសូវៀតលោកបានបង្កើតផលិតកម្ម Quartal 95ដែលបានក្លាយជាក្រុមហ៊ុនផលិតកម្មវិធីកម្សាន្តដ៏ធំបំផុតនៅអ៊ុយក្រែនក្នុងនាមជាម្ចាស់ក្រុមហ៊ុនលោកបានដឹកនាំផលិតកម្មវិធីទូរទស្សន៍ខ្សែភាពយន្តមីនីស៊េរីនិងកម្មវិធីតន្ត្រីជាច្រើនដែលត្រូវបានលក់ទៅឲ្យបណ្ដាប្រទេសជិតខាងជាច្រើនទៀតលោកគឺជាតារាជួរមុខមួយក្នុងកម្មវិធីកំប្លែងបែបឌឺដងរឿងនយោបាយនិងសង្គមដែលយើងហៅថា Evening Quarter លោកបានសម្ដែងក្នុងរឿងល្បីៗដូចជារឿង Love in the Big City និងរឿង Eight First Date ផងដែរក្នុងឆ្នាំ2006លោកបានឈ្នះការប្រកួតរាំលំដាប់ថ្នាក់ជាតិដែលធ្វើឲ្យប្រជាប្រិយភាពរបស់លោកហក់ឡើងខ្លាំងដល់ស្រទាប់មហាជនគ្រប់វ័យចន្លោះពីឆ្នាំ2015ដល់2019ក្នុងរឿងភាគដែលមានចំណងជើងថាអ្នកបម្រើប្រជាជនដែលភាសាអង់គ្លេសយើងហៅថា Servant of the People លោកបានដើរតួជាតួអង្គមួយដែលមានឈ្មោះថា Vasyl Petrovich Holoborodko ដែលជាគ្រូបង្រៀនប្រវត្តិវិទ្យាម្នាក់ដែលបានក្លាយជាប្រធានាធិបតីដោយចៃដន្យតាមរយៈរឿងនេះលោកបានបង្ហាញរូបភាពជាមេដឹកនាំដែលសាមញ្ញស្មោះត្រង់និងប្រឆាំងនឹងអំពើពុករលួយ
ដែលត្រូវចិត្តប្រជាជនអ៊ុយក្រែនយ៉ាងខ្លាំងនៅពេលនោះទោះបីជាលោកគ្មានបទពិសោធន៍ក្នុងជួររដ្ឋាភិបាលឬកងទ័ពតតែសោះមុនឆ្នាំ2019ប៉ុន្តែលោកមានបទពិសោធន៍ខ្ពស់លើការគ្រប់គ្រងស្ថាប័នដូចជាការដឹកនាំក្រុមហ៊ុនផលិតកម្មដែលមានបុគ្គលិករាប់រយនាក់និងបទពិសោធន៍ក្នុងការប្រស័យតាក់ទងដូចជាសមត្ថភាពក្នុងការថ្លែងសន្ទរកថានិងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីទាក់ទាញចិត្តមនុស្សដែលលោកកំពុងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងសម័យសង្គ្រាមបច្ចុប្បន្ននិងការយល់ដឹងពីសង្គមដែលស្ដែងចេញតាមរយៈការសម្ដែងកំប្លែងបែបនយោបាយលោកបានសិក្សាយ៉ាងស៊ីជម្រៅពីបញ្ហាដែលប្រជាជនកំពុងជួបប្រទះចូលមកដល់ចំណុចជីវិតនយោបាយនិងជីវិតជាប្រធានាធិបតីមុនពេលមានការឈ្លានពានទ្រង់ទ្រាយធំពីរុស្ស៊ីនៅខែកុម្ភៈឆ្នាំ2022ការដឹកនាំរបស់លោក Volodymyr Zelensky ចាប់ពីឆ្នាំ2019ដល់ឆ្នាំ2022ផ្ដោតសំខាន់លើការធ្វើកំណែទម្រង់ផ្ទៃក្នុងនិងការដោះស្រាយជម្លោះដែលកំពុងឆេះកម្ដៅនៅភាគខាងកើតប្រទេសលោកបានព្យាយាមផ្លាស់ប្ដូរប្រព័ន្ធរដ្ឋបាលអ៊ុយក្រែនដែលធ្លាប់តែមានភាពស្មុគស្មាញនិងពុករលួយមកជាប្រព័ន្ធទំនើបគឺកម្មវិធីរដ្ឋក្នុងសម័យទូរស័ព្ទឆ្លាតវៃលោកបានបង្កើតកម្មវិធី DIA ដែលអនុញ្ញាតឲ្យប្រជាជនប្រើប្រាស់ឯកសារអត្តសញ្ញាណប័ណ្ណបើកបរនិងសេវាសាធារណៈផ្សេងៗតាមរយៈទូរស័ព្ទដៃនេះគឺជាជោគជ័យដ៏ធំមួយក្នុងការកាត់បន្ថយអំពើពុករលួយកម្រិតតូចលោកបានជំរុញឲ្យមានការអនុម័តច្បាប់ដកអភ័យឯកសិទ្ធិពីសមាជិកសភាដើម្បីឲ្យពួកគេអាចត្រូវបានកាត់ទោសប្រសិនបើប្រព្រឹត្តខុសដែលនេះជាការសន្យាកាលពីពេលបោះឆ្នោតអ៊ុយក្រែនត្រូវបានគ្របដណ្ដប់ដោយឥទ្ធិពលរបស់ក្រុមមហាសេដ្ឋីលើវិស័យនយោបាយនិងសេដ្ឋកិច្ចជាទសវត្សរ៍លោកបានចុះហត្ថលេខាលើច្បាប់ដែលតម្រូវឲ្យមានការចុះបញ្ជីមហាសេដ្ឋីនិងហាមឃាត់ពួកគេមិនឲ្យឧបត្ថម្ភគណៈបកនយោបាយនិងចូលរួមក្នុងការធ្វើឯកជនភាវូបនីយកម្មទ្រព្យសម្បត្តិរដ្ឋខ្នាតធំចំពោះកំណែទម្រង់ដីធ្លីលោកបានបើកឲ្យមានទីផ្សារលក់ដូរដីកសិកម្មជាលើកដំបូងក្នុងរយៈពេល20ឆ្នាំដែលអនុញ្ញាតឲ្យម្ចាស់ដើមមានសិទ្ធិលក់ដីរបស់ខ្លួននិងទាក់ទាញការវិនិយោគក្នុងវិស័យកសិកម្មចំពោះកិច្ចប្រឹងប្រែងសន្តិភាពនិងទំនាក់ទំនងជាមួយរុស្ស៊ីលោកសង្ឃឹមថានឹងអាចបញ្ចប់សង្គ្រាមនៅតំបន់ដុនបាសតាមរយៈការចរចាលោកបានជួបជាមួយលោក Vladimir Putin ក្នុងកិច្ចប្រជុំទម្រង់ Normandy នៅទីក្រុងប៉ារីប្រទេសបារាំងកាលពីឆ្នាំ2019លោកបានសម្រេចបាននៅការដោះដូរអ្នកទោសយ៉ាងច្រើនជាមួយរុស្ស៊ីនិងក្រុមបំបែកខ្លួនដែលជាសញ្ញាវិជ្ជមាននៅពេលនោះប៉ុន្តែការចរចាសន្តិភាពបានចប់គាំងវិញដោយសាររុស្ស៊ីទាមទារឲ្យអ៊ុយក្រែនផ្ដល់ស្វ័យភាពដល់តំបន់បំបែកខ្លួនដែលលោក Volodymyr Zelensky យល់ថាជាការគំរាមកំហែងដល់អធិបតេយ្យភាពជាតិចំពោះបញ្ហាប្រឈមនិងការរិះគន់មុនសង្គ្រាមផ្ទុះឡើងប្រជាប្រិយភាពរបស់លោកក៏មានការធ្លាក់ចុះខ្លះដែរដោយសារបញ្ហាសេដ្ឋកិច្ចអំពើពុករលួយនិងការគំរាមកំហែងពីខាងក្រៅសេដ្ឋកិច្ចមានការរីកចម្រើនយឺតយ៉ាវជាងការរំពឹងទុកមហាជនយល់ថាការកែតម្រង់ប្រព័ន្ធតុលាការនៅមានកម្រិតនិងមិនទាន់អាចលុបបំបាត់អំពើពុករលួយជាន់ខ្ពស់បានទាំងស្រុងនោះទេការគំរាមកំហែងពីខាងក្រៅវិញចាប់
ពីចុងឆ្នាំ2021លោកបានរងការរិះគន់ពីលោកខាងលិចថាហាក់ដូចជាមើលស្រាលការគម្រាមកំហែងនៃការឈ្លានពានពីរុស្ស៊ីដោយលោកព្យាយាមរក្សាភាពស្ងប់ស្ងាត់ក្នុងប្រទេសដើម្បីកុំឲ្យសេដ្ឋកិច្ចស្លន់ស្លោនៅមុនសង្គ្រាមលោកត្រូវបានគេមើលឃើញថាជាអ្នកកែតម្រង់ដែលមានបំណងល្អប៉ុន្តែជួបការលំបាកក្នុងប្រព័ន្ធនយោបាយចាស់ទោះជាយ៉ាងណាគ្រឹះនៃ Digital ភាវូបនីយកម្មនិងការកសាងស្ថាប័នដែលលោកបានធ្វើបានក្លាយជាឧបករណ៍សំខាន់ដែលជួយឲ្យអ៊ុយក្រែននៅតែអាចដំណើរការរដ្ឋបាលបានយ៉ាងរលូននៅពេលដែលសង្គ្រាមមកដល់ចាប់តាំងពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីនៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2022មកការដឹកនាំរបស់លោក Volodymyr Zelensky បានផ្លាស់ប្ដូរពីអ្នកនយោបាយស៊ីវិលមកជាមេដឹកនាំសម័យសង្គ្រាមដែលទទួលបានការកោតសរសើរទូទាំងពិភពលោកចំណុចរបត់ដ៏សំខាន់បំផុតគឺជាការសម្រេចចិត្តមិនចាកចេញពីទីក្រុងគៀវទោះបីជាមានការគំរាមកំហែងដល់ជីវិតនិងការផ្ដល់ជូននៅជំលះចេញពីសំណាក់សហរដ្ឋអាមេរិកក៏ដោយវីដេអូដែលលោកថត selfie ជាមួយក្រុមការងារនៅតាមដងផ្លូវក្នុងទីក្រុងគៀវនាថ្ងៃដំបូងនៃសង្គ្រាមបានក្លាយជាកម្លាំងចិត្តដ៏មហិមាសម្រាប់ប្រជាជនអ៊ុយក្រែនក្នុងការងើបឈរតស៊ូដែលលោកបានថ្លែងក្នុងសន្ទរកថាថាយើងនៅទីនេះ We are here លោកបានប្រើប្រាស់ជំនាញសម្ដែងនិងការនិយាយជាសាធារណៈរបស់លោកមកប្រើក្នុងវិស័យការទូតយ៉ាងមានប្រសិទ្ធភាពលោកបានថ្លែងតាមរយៈវីដេអូទៅកាន់សភានៃប្រទេសមហាអំណាចជាច្រើនដូចជាសភាអាមេរិកចក្រភពអង់គ្លេសនិងសហភាពអឺរ៉ុបដោយប្រើប្រាស់សារដែលប៉ះពាល់ដល់អារម្មណ៍និងរំលឹកពីប្រវត្តិសាស្ត្ររបស់ប្រទេសទាំងនោះដើម្បីស្វែងរកអាវុធនិងជំនួយលោកបានប្រើប្រាស់បណ្ដាញសង្គមជារៀងរាល់យប់ដើម្បីរាយការណ៍ពីស្ថានភាពសង្គ្រាមទៅកាន់ប្រជាជនធ្វើឲ្យលោកមានភាពជិតស្និទ្ធនិងរក្សាបាននូវសាមគ្គីភាពជាតិលោកបានបោះបង់ចោលអាវធំនិងក្រវ៉ាត់កហើយស្លៀកតែអាវយឺតឬអាវរងាពណ៌បៃតងទាហានដើម្បីបង្ហាញថាលោកគឺជាចំណែកមួយនៃកងទ័ពនិងប្រជាជនដែលកំពុងរងគ្រោះលោកតែងតែបង្ហាញខ្លួននៅតំបន់គ្រោះថ្នាក់បំផុតនិងតំបន់ដែលទើបដណ្ដើមបានមកវិញដូចជាប៊ូឆា ខឺសាន់និងបាក់មូតដើម្បីផ្ដល់កម្លាំងចិត្តដល់យុវជននៅជួរមុខការដឹកនាំរបស់លោកបានផ្លាស់ប្ដូរចិត្តមេដឹកនាំលោកខាងលិចពីការផ្ដល់ត្រឹមតែជំនួយមនុស្សធម៌មកជាការផ្ដល់អាវុធធុនធ្ងន់លោកបានជំរុញឲ្យមានការផ្ដល់រថក្រោះទំនើបដូចជាប្រភេទ Leopard និង Abrams ប្រព័ន្ធការពារយន្តហោះនិងយន្តហោះចម្បាំង F-16 លោកបានធ្វើឲ្យអ៊ុយក្រែនក្លាយជាបេក្ខភាពផ្លូវការសម្រាប់សមាជិកសហភាពអឺរ៉ុបក្នុងល្បឿនដ៏លឿនបំផុតប៉ុន្តែទោះបីជាទទួលបានការគាំទ្រខ្លាំងប៉ុន្តែលោកក៏ត្រូវដោះស្រាយបញ្ហាស្មុគស្មាញជាច្រើនផងដែរលោកបានដោះស្រាយបញ្ហាអំពើពុករលួយដោយធ្វើការដកតំណែងមន្ត្រីជាន់ខ្ពស់មួយចំនួនដែលពាក់ព័ន្ធនឹងរឿងអាស្រូវក្នុងអំឡុងសង្គ្រាមដើម្បីរក្សាទំនុកចិត្តពីម្ចាស់ជំនួយអន្តរជាតិការដឹកនាំស្ដារហេដ្ឋារចនាសម្ព័ន្ធឡើងវិញភ្លាមបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើប្រព័ន្ធអគ្គិសនីក្នុងសម័យសង្គ្រាមលោក Volodymyr Zelensky បានបំផ្លែងខ្លួនពីតារាកំ pl ែងមកជានិមិត្តរូបនៃសេរីភាពនិងការតស៊ូសម្រាប់ពិភពលោកខាងលិចលោកបានបង្ហាញថា
ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពនិងភាពក្លាហានផ្ទាល់ខ្លួនគឺជាអាវុធដ៏មានអំណាចបំផុតក្នុងការទប់ទល់នឹងមហាអំណាចយោធាដ៏ធំដូចជារុស្ស៊ីជារួមមកដំណើរជីវិតរបស់លោក Volodymyr Zelensky គឺជាសក្ខីភាពមួយបង្ហាញយ៉ាងច្បាស់ថាភាពជាអ្នកដឹកនាំពិតប្រាកដមិនមែនកំណត់ដោយបទពិសោធន៍ក្នុងជួររដ្ឋាភិបាលរាប់សិបឆ្នាំនោះទេប៉ុន្តែវាស្ដែងចេញតាមរយៈសេចក្តីក្លាហាននិងការឈរជើងយ៉ាងរឹងមាំជាមួយប្រជាជនក្នុងគ្រាដ៏លំបាកការសម្រេចចិត្តដ៏អង់អាចក្នុងការបដិសេធមិនព្រមចាកចេញពីទីក្រុងគៀវព្រមទាំងការបោះបង់ចោលអាវធំមកស្លៀកពាក់ត្រឹមអាវយឺតឬអាវរងាពណ៌បៃតងទាហានយ៉ាងសាមញ្ញបានប្រែក្លាយលោកពីតារាកំ pl ែងមកជាមេដឹកនាំសម័យសង្គ្រាមនិងជានិមិត្តរូបនៃសេរីភាពនិងការតស៊ូដ៏អស្ចារ្យសម្រាប់ពិភពលោកបន្ថែមពីនេះការរៀបចំប្រព័ន្ធរដ្ឋបាលឲ្យទំនើបតាមរយៈកម្មវិធីទូរស័ព្ទ State in a Smartphone និងការកសាងស្ថាប័នដែលលោកបានធ្វើតាំងពីមុនសង្គ្រាមក៏បានក្លាយជាឧបករណ៍ដ៏សំខាន់ដែលជួយឲ្យរដ្ឋបាលអ៊ុយក្រែននៅតែអាចដំណើរការរលូនក្នុងពេលសង្គ្រាមសម្រាប់អត្ថបទពីជីវប្រវត្តិមេដឹកនាំពិភពលោកដោយក្រុមការងារ Smart Way ក៏បានដល់ទីបញ្ចប់សូមអរគុណដល់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះពីដើមដល់ចប់មួយវិញទៀតបងប្អូនកុំភ្លេចចុច like ចុច subscribe និង comment ខាងក្រោមវីដេអូបើសិនជាបងប្អូនស្ដាប់ទៅគិតថាវីដេអូនេះមានចំណុចខ្វះខាតនៅត្រង់កន្លែងណាអាច comment បានពួកយើងនឹងព្យាយាមកែនៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា